បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអ្នកគ្នាអំពីវគ្គសិក្សាថ្មីមួយទាក់ទងជាមួយនឹង PLC Siemens របស់យើងបាទអញ្ចឹងចំពោះវគ្គសិក្សានេះជាកម្រិតAdvanced អញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកវគ្គសិក្សាសម្រាប់វគ្គ PLC បាទកម្រិត Advanced អាចចុះឈ្មោះវគ្គនេះបានអញ្ចឹងដូចបងប្អូនបានឃើញនៅក្នុងនេះគឺជាវីដេអូបាទមេរៀនមួយផ្នែកសម្រាប់ការសរសេរ program ក្នុងការ communication រវាង power meter របស់យើងបាទជាមួយនឹង PLC របស់យើងតាមរយៈ RS 485បាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងបានប្រភេទនៅ power meter របស់យើងចំនួន2គ្រាប់បាទដែលយើងធ្វើការ communicate បាទពី PLC ទៅអញ្ចឹងនៅក្នុងវគ្គសិក្សាហ្នឹងគឺខ្ញុំបង្ហាញលម្អិតទាក់ទងជាមួយនឹងការសរសេរ program ក៏ដូចជាការពន្យល់សម្រាប់ function នីមួយៗសម្រាប់ RS 485ដូចគ្នាបាទអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនបានបាទសូមអរគុណ